ព្រះពុទ្ធមានទេរីព្រះអង្គឈ្នះមាហើយមានចិត្តបាបចងចាញ់ព្រះអង្គហើយថ្ងៃនេះគណៈគ្រប់គ្រងនៃសាលាបញ្ញាសាស្ត្រជាតិសាខាខេត្តកំពង់ចាមមានកិត្តិយសដ៏ឧត្តមឧត្តមយ៉ាងក្រៃលែងនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់អធិបតីគណៈអធិបតីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិមេដាបេដាឬអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអរតនីនិមន្តនិងអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តកំពង់ចាមនាឱកាសនេះបន្ទាប់មកសាលាបញ្ញាសាស្ត្រអន្តរជាតិយើងយកគុណធម៌ជាធំយើងបណ្ដុះសិស្សសានុសិស្សរបស់យើងនិងនិស្សិតរបស់យើងឲ្យជាបុគ្គលគំរូបុគ្គលដែលមានគុណប្រយោជន៍សម្រាប់សង្គមជាតិប្រទេសជាតិនិងពិភពលោកខេត្តកំពង់ចាមនឹងមានផ្លូវល្អហើយជាពិសេសបរិស្ថានទន្លេមេគង្គសម្រាប់កូនខ្មែរតរយជំនាន់សូមអបអរសាទររំភើបណាស់លោកជំទាវវត្តមានរបស់សាលាបញ្ញាសាស្ត្រមកចូលទឹកដីខេត្តកំពង់ចាមយើងនេះប្រៀបដូចជាប្រទីបមួយដែលជួយបំភ្លឺឲ្យធនធានមនុស្សនៅក្នុងទឹកដីខេត្តកំពង់ចាមដែលជាទឹកដីមួយមហាបវរនៅតាមដងទន្លេមេគង្គនេះទទួលបាននៅធនធានកាន់តែមានគុណភាពប្រសើរថែមទៀតសូមគោរពជូនពរឯកឧត្តមលោកជំទាវលោកស្រីទាំងអស់សូមជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយនិងប្រកាសបើកឲ្យដំណើរការនៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តកំពង់ចាមចាប់ពីពេលនេះតទៅសូមអរគុណនិងសូមអរគុណសម្រាប់ផ្សាយផ្លានជាមួយនឹងខ្ញុំទាំងអស់គ្នា